mình biết không mày mình đang màu dân lộ lan về quanh bát đấy thay check khẩu vì miên lôi man vì không đang uống chỉ toàn mà đang cùn không lỡ lộ bát xong bố cày yeah ពេលដែលវាទិញហើយឃើញវាទិញដល់ផ្ទាល់ផ្នែកអត់ហើយពេលដែលវាលក់ហើយបានឃើញវាលក់ដោយផ្ទាល់ផ្នែកអត់មែនតើទៅអ៊ំទឹមតាមកពីផឹកកាហ្វេនៅក្នុងភូមិយើងជាមួយវាមិញ ចាំបាច់ឃើញផ្ទាល់khôngគេនិយាយពេញតាហាងកាហ្វេក្នុងក្រុមយើងក៏អញ្ចឹងដែរអមចាស់រយរោមអត់តន់ពីការមែនអើអ៊ំវាមិនតន់សភាពការដូចឯងទេតែឯងនោះទៅងើបពីដេកមិនតន់លុបមុខមិនតន់ទាំងឃើញរឿងរ៉ាវច្បាស់ផងគ្រាន់តែឮសំឡេងគេស្រែកឯងក៏រត់ទៅហីអើតាមគេជន់ប្លិចគេបាត់ហើយហ្នឹងគ្រាន់និយាយតាមគេខុសដែរមនុស្សមកភូមិមិនខុសមកខុសតែខ្ញុំ អញ្ចឹងមិនគេឲ្យឯងស្ដាប់ចាស់ណាអាដាមចាស់មិនដែលបង្រៀនឲ្យឯងធ្វើជាមនុស្សខ្វះហើយឲ្យឯងដើរតាមវងមនុស្សដែលងងឹតទេចាស់តែងតែនិយាយថាកុំអាលជឿដោយគ្រាន់តែពាក្យចចាមអារាមគ្រាន់តែដោយសារតែឮគេនិយាយតគ្នាឬគ្រាន់តែដោយសារវងមនុស្សភាគច្រើនយល់ស្របសម័យនេះមនុស្សមួយចំនួនច្រើនតែបើកតាជាមុនបើកខួរក្បាលប្រើម្រាមដៃចុចជេរនិងសើចចំអកគេមុននឹងប្រើសតិពិចារណាការដែលឯងយកពាក្យគេថាមកកាត់ក្តីជីវិតអ្នកដទៃវាមិនបានធ្វើឲ្យឯងនឹងមើលទៅឆ្លាតទេវាគ្រាន់តែបង្ហាញថាឯងនឹងជាឆ្លើយចាំតែបឺតជញ្ជក់ឈាមតាមពាក្យសម្ដីអុចអាលរបស់គេតែប៉ុណ្ណោះតែបើជារឿងពិតមែនអាម៉ៅវាអួតអត់ទេអ៊ំ ទោះជារឿងនោះពិតឬក៏មិនពិតវាមិនមែនជាកម្មសិទ្ធិរបស់មាត់ឯងដែលត្រូវនិយាយលេងសើចដែរក្នុងโลกនេះបរិមាណមនុស្សដែលនិយាយវាមិនមែនជាម៉ាស៊ីនដែលវាស់វែងនៅសច្ចធម៌ទេមនុស្សមួយភូមិនិយាយកុហករឿងនោះក៏នៅតែជារឿងកុហកមនុស្សម្នាក់និយាយរឿងពិតទោះបីគេស្ងៀមស្ងាត់ក៏វានៅតែជាការពិតហើយដឹងទេថាហេតុអីបានជាមនុស្សចូលចិត្តហៃអើពីព្រោះការហៃអើវាងាយស្រួលជាងការគិតដើរតាមវងមនុស្សដែលខ្វះការពិចារណាវាមិនចាំបាច់ប្រើខួរក្បាលទេឯងកំពុងធ្វើខ្លួនដូចជាស្លឹកឈើងាប់ដែលអណ្ដែតតាមទឹកហូរទៅលូឯងក៏ហូរទៅលូទឹកហូរទៅរកភក់ឯងក៏ទៅរកភក់ហើយមិនដែលសួរខ្លួនឯងទេថាជាតិជាមនុស្សមានខួរក្បាលមានសតិហេតុអីព្រមធ្វើជាស្លឹកឈើងាប់មិនព្រមធ្វើជាត្រីរស់ដែលហើបច្រាស់ទឹកដើម្បីស្វែងរកការពិតអាម៉ៅវាលក់ឡានឬមិនលក់ឡានវាជារឿងរបស់វាមានលុយឬក៏អត់លុយវាមិនបានធ្វើឲ្យអង្គក្នុងឆ្នាំងហ្នឹងវាកើនឡើងឬក៏ថយចុះណាប៉ុន្តែអាការៈហៃអើតាមសម្លេងគេស្រែកគេថាឆ្មាក៏ឆ្មាគេថាមន់ក៏មន់គេថាសេះក៏សេះទាំងមិនដឹងរឿងច្បាស់លាស់របស់ឯងនេះវាធ្វើឲ្យឯងបាត់បង់ទាំងសិលធម៌បាត់បង់ទាំងតម្លៃជាមនុស្សបើមិនដឹងរឿងច្បាស់កុំយកអណ្ដាតទៅកាត់ក្តីគេកុំយកម្រាមដៃទៅសម្លាប់គេការនៅស្ងៀមដោយសតិគឺជាអរិយទ្រព្យដ៏ខ្ពង់ខ្ពស់បំផុតបាទអ៊ំបាទខ្ញុំលើកគេថាចេះថាតាមគេទៅទៅជូតឡានបន្តទៅលុបមុខឲ្យស្អាតមើលពិភពលោកនេះឲ្យច្បាស់កុំរស់នៅក្នុងសង្គមដែលប្រើតែជាមុនខួរក្បាលមុននឹងជឿអីត្រូវប្រើសតិមុននឹងនិយាយអីត្រូវប្រើបញ្ញាកុំធ្វើជាជនរងគ្រោះនៅក្នុងសង្គមហៃអើ